nhôm chụp nè chỉ người nhôm thật mình nè tại quạt cho chất phở tham cái hai của body congestion á tham ban cho mỏ tới vì ai thu cho mỏ phim mỏ hay vậy để quạt phơi nó cứ quạt phở ở đại về du nam mình tên đại thơ nhôm được khơi trong thu video thì láng trong phẹp từ bong ôn thá tham bẹ bon cho mùi nó hưởng lẽ gì cho mỏ vì bên trònประเภทtham tí muối đôiประเภท aquamaris หรือก็ประเภทสรงแผลไอ้จังอันนั้นก็ชื่อระบบได้บองônอัดเปล่าซึ่งตมาชีวิต forever แต่มาดองคืออดเมียนพอปากพออะไรตีเอาแต่ยังเรื่องบานตรำเตอสรงไปแต่เมียนกับหับตรำเตอกี่หาแต่ isotonic จังบันไดถ้าวิอดอันเลี้ยวิอดធ្វើឲ្យមាន irritation នៅក្នុងច្រមុះរបស់យើងព្យាយាមលាងវាផឹកម្ដងល្ងាចម្ដងដូចខ្ញុំតែងតែធ្វើវីដេអូប្រាប់ចឹងណាដើម្បីប្រជុំហូរអាកោសិកា eosinophil ហ្នឹងកុំឲ្យយើងឡើងកណ្ដាស់កុំឲ្យយើងហៀសបោកុំឲ្យយើងឡើងរបៀបហើមនៅក្នុងច្រមុះរបស់យើងធ្វើឲ្យយើងមានអារម្មណ៍ថាតឹងច្រមុះថ្នាំមួយទៀតប្រភេទ steroid គេហៅថាដោយពពួក Nasonex ដោយពពួកខ្ញុំធម្មតាខ្ញុំចូលចិត្តប្រើ Nasonex តែមាន steroid ផ្សេងទៀតអាអាចប្រើបានក្នុងរយៈពេល2សប្តាហ៍ទៅ3សប្តាហ៍ហើយប្រពេលដែលយើងប្រើហើយឧទាហរណ៍តែដល់គ្រប់3សប្តាហ៍អញ្ចឹងគឺយើងត្រូវផ្អាកហ្នឹងផ្អាកប្រហែលជាមួយ1ខែឬក៏2ខែព្យាយាមលាងច្រមុះព្យាយាមប្រើថ្នាំគ្រាប់អីសិនបើសិនជានៅតែលាក់ស៊ីខ្លាំងហើយជៀសវាងកុំឲ្យប្រើវាជាប់រហូតអញ្ចឹងបើន័យថាយើងប្រើហើយ take a break ប្រើហើយ take a break មួយទៀតប្រភេទគេហៅថាពពួកដូច Oxina គេហៅថាពពួក decongestion ពួកហ្នឹងមិនមែនបានន័យថារបស់គេមិនល្អយើងប្រើបានក៏ប៉ុន្តែប្រើយ៉ាងច្រើននៅក្នុងរយៈពេល1សប្តាហ៍ទៅ2សប្តាហ៍លើសពីហ្នឹងគឺអត់ណែនាំឲ្យប្រើទេដោយសារអីដោយសារនៅពេលដែលយើងបាញ់ទៅគឺវាធ្វើឲ្យយើងធូរហ្មងធូរច្រមុះយើងតែម្ដងប៉ុន្តែនៅពេលដែលយើងឈប់បាញ់វាឡើងហើមមកវិញហើយវាមិនមែនហើមប៉ុណ្ណាចាស់ហើយវាហើមធំជាងអាចាស់ទៀតដល់អញ្ចឹងគឺយើងត្រូវបាញ់វាបន្ថែមទៀតហើយយើងបង្កើនដូរទៅហៅថាកាលមុនធ្លាប់បាញ់ម្ដងអញ្ចឹងដល់ពេលឥឡូវត្រូវបាញ់ដល់ទៅ2ដងបានយើងធូរច្រមុះអាហ្នឹងហើយគឺជាបញ្ហាហើយប្រសិនបើអ្នកណាដែលគាត់មើលឃើញខ្លួនឯងថាជួប្រើអាថ្នាំរបៀបបាញ់ច្រមុះហើយអីហ្នឹងវារាល់ពេលរាល់ថ្ងៃច្រើនហើយខ្ញុំគិតថាគួរតែមកជួបគ្រូពេទ្យខាងផ្នែក allergy ដើម្បីឲ្យគាត់តេស្តមើលទៅថាយើង allergy ជាមួយអីហើយមានវិធីសាស្ត្រដោះស្រាយអត់ព្រោះអីប្រសិនបើយើង allergy ជាមួយនឹងរបស់ខ្លះកម្រិតខ្ពស់គឺយើងអាចប្រើគេហៅថាពពួក immunotherapy បានហ្នឹងគឺជាការព្យាបាលជំងឺ allergy ដើម្បីធ្វើម៉េចឲ្យខ្លួនរបស់យើងនឹងស៊ាំជាមួយនឹង allergen ហ្នឹងហើយក្នុងរយៈពេល1ឆ្នាំកន្លះអីចឹងទៅយើងប៉ះជាមួយនឹង allergen ហ្នឹងគឺយើងលែងធ្វើទុកធាសបោលែងតឹងច្រមុះលែងអីចឹងពេកហើយព្រោះអីការដែលយើងប្រើប្រាស់ថ្នាំបាញ់ច្រមុះថ្នាំអីហ្នឹងរយៈពេលយូរគឺវាធ្វើឲ្យស៊ាំជាមួយនឹងអស់ហ្នឹងអញ្ចឹងការដែលយើងប្រើតទៀតវាអត់បានផលហើយយើងត្រូវបង្កើនដូរគឺលែងតែមួយឯងគឺរឿងបាញ់ច្រមុះប្រភេទសរងប្រៃប្រភេទ aquamaris ឬក៏ប្រភេទលាងច្រមុះអីហ្នឹងអាហ្នឹងអាចប្រើបានរហូតចឹងថ្ងៃនេះចង់បញ្ជាក់ប៉ុណ្ណឹងណាប្រសិនបើណាគេកំពុងតែបាញ់ថ្នាំច្រមុះហ្នឹងរៀងរាល់ថ្ងៃរៀងរាល់ពេលវេលាលក្ខណៈរ៉ាំរ៉ៃចូលដល់1ខែ2ខែ3ខែអីហើយនឹងគួរតែពិចារណាធ្វើម៉េចមិនណាត់ជួបគ្រូពេទ្យឲ្យបានទាន់ពេលទៅដើម្បីដោះស្រាយបញ្ហាឲ្យដល់ឫសគល់របស់វា